chẳng gặp bây giờ trong của xây phố dương trên kia này nhú hạt thèm trên kia trong máu trên một cái dương xây đây cầu nó dương trong xây đây mà dương trong đá một đồng môi đi vậy nó một trên kia rồi nó mình thua già thì là trong dương xây phố là cái thành phố từ đây nhà rộng là dùng sai một tí này rồi cái như bộ này mà cái gì trong rồi nhưng mà tự ngon là nó dùng trong rồi hoạt động mềm mình không đấy là liền hoạt động mềm bao gồm tiền thế normal xây chung cái eco mà eco được này đặt lên của máu trong áo dùng mưa khơi lên được bé lên làm quê lên làm đan lên bé làm bây giờ đấy việc làm quê lên làm năm lên bé lên được việc học tôm chẳng chỉ đi làm nhưng tại mới có trong cái này thành thì mưa ấy mưa cloud mưa từ mặt nữa mưa từ mặt mưa liệt từ mặt mưa từ rong nổ làm chẳng màu thành chrome ăn cái lý lại thành chrome này thành làm đấy phù hồi dưới lại những cái mới của bên này nhé mình có mình sẽ thuộc lại những cái của bên này biết hay của bên thống hai của viên thì chúng tới nhưng mà chưa như to là miền tận bạc không của viên to là miền pan hà chào không của viên ra đang một thời ở về phòng tác thì mình họ chọn vì là phòng sạch mình trong một cái ít lắm lọc nôm miền lọc nôm đó miền tosta miền hồ nôm là cái sấy cái thái miến bồn đó thái bồn lọc nôm hồ nôm thì này thành phê càng trào nữa cho lại những cái người ấy bơm nước sấy nhưng hiện tại sẽ bầu cho là phê dùng được rõ hiện tại sẽ bầu gì nếu như mình được viên thông vậy mình chắc viên thông có thân đại dương ở bên cho ở bên tận lọ tế như vậy thì trong mưa ta khơi lại những chút ai gọi miền là thì trong đó nhưng mà mưa khổ đang trên đi thành quen với rong nôm này nó cứ miên mưa đá hay là rong nôm thành quen là một lửa đó miên đá miên rong nôm thành quen mà tên đá được sao đó anh ta một cái tô thì anh bây giờ rong nôm đi đá này đã rừng vây như nè lại đọc về cũng đã mà mà đang ngon rồi em về chứ tôi còn đã cái mục tiêu luôn rồi không biết spleen là so cái đặt spleen là nông dài xa chạy cái tên tại cái hạt spleen và nó đi mùi luôn và chẳng mơ không cho ăn cái đi hàng thuế miền Lào có miền đá miền làm rong nông hàng thuế chẳng kê đầy thứ cái
ធ្វើការធ្វើរោគឆៃទៅតាមណាឧទាហរណ៍ឥឡូវអ្នកជំងឺឈឺចំចុងដង្ហើមយើងអេកូពឹបយើងអត់ចេះមើលទេប៉ុន្តែអ្វីដែលយើងដឹងថាទីតាំងនៃចំចុងដង្ហើមមានអីខ្លះវាមានកាហ្វេវាមានពវៀនថោកវាមានលំពេងវាមានផ្លើមវាមានប្រមាត់វាឈឺនៅចំឡុកហ្នឹងអញ្ចឹងយើងមើលរូបសញ្ញាអ្នកជំងឺចូលមកគាត់ចុកពោះគាត់ចុកឲ្យក្អួតច្រាឡើងលើចុកឆ្អឹងខ្នងតែគាត់អត់មានរាកទេតែគាត់ចុកពោះឲ្យក្អួតចុកឆ្អឹងខ្នងច្រាអញ្ចឹងរូបសញ្ញារបស់កាហ្វេយើងមានអីវាមានចុកអត់ឆ្អល់ណែនtrongដង្ហើមឈឺច្រាក្អួតហ្នឹងឯងចំណែកលើថតចុកប្រមាណចុកពោះដូចគ្នាចុកចុងដង្ហើមដូចគ្នាតែចុកចាក់មកស្មាខាងស្ដាំហើយចាក់ឆ្អឹងខ្នងដូចគ្នាឃើញទេចុកខ្លាចុកកាហ្វេមិនអត់មានចុកមកស្មាទេបាទតែចុកឆ្អឹងខ្នងឈឺឆ្អឹងខ្នងក្រោយស្ដាំអញ្ចឹងវាខុសគ្នាបន្តិចអញ្ចឹងគេបែងចែកគេឃើញចន្លោះតែខុសគ្នាទី1មួយចុកឆ្អឹងខ្នងមួយទៀតចុកឆ្អឹងខ្នងដែរតែចាក់មកស្មាខាងស្ដាំពេលដែលយើងអេកូទៅឃើញអញ្ចឹងដល់ពេលមានបញ្ហាលាកប្រមាត់គេមើលឃើញប្រមាត់វាលាកវាឡើងកម្រាស់វល់របស់វាឡើងក្រាច់ណាបាទហើយបើមិនវាមានគ្រោះយើងធ្លាប់ឃើញរូបភាពគ្រោះយើងអេកូទៅឃើញវាមានរូបភាពស្ទចាំងហើយមានស្រមោលខ្មៅខាងក្រៅអានោះរូបភាពរបស់មានគ្រោះប្រមាណចុះបើសិនជាស្លាវគាត់អត់លាកចុះបើសិនជាស្លាវគាត់ក្រាន់ឬក៏ស្លាវគាត់រីកអានោះគេចូលវាស់ទំហំមកវាទៅតាមនឹងរូបភាពរបស់ស្លាវពេលដែលអេកូទៅស្លាវមើលទៅគាត់រីកធំយើងស្ទាបតដៃក៏ដឹងស្លាវគាត់រីកដែរហើយរូបរាងស្លាវមកគាត់អាចទៅពណ៌អសឯណាពណ៌អសគេហៅថា fatty liver អានេះខ្លាញ់រួមស្លាវបាទតែវាអាចស្លាវរីកធំអាចលាកស្លាវអញ្ចឹងគាត់ចុកពាក់ព័ន្ធនឹងរូបស្លាវឈឺឆ្អឹងជំនីខាងស្ដាំចុកខំឆ្អឹងជំនីខាងស្ដាំណែនឆ្អឹងខ្នងក្តៅខ្លួនភ្នែកពណ៌លឿងនោមពណ៌លឿងឃើញទេរូបសញ្ញាខុសគ្នាចេញមកផ្សេងគ្នាឧទាហរណ៍ស្ទះតែប្រមាណចុកដូចគ្នាពណ៌លឿងដូចគ្នាតែអ្វីដែលបែងចែកបានដោយសារអីអេកូចាប់រូបសញ្ញាលាកថ្លើមហើយនឹងស្ទះតែប្រមាណស្តៀងគ្នាបាទតែអ្វីដែលពេទ្យគេដឹងគេហ៊ានថាហេតុអីបានលាកថ្លើមហេតុអីបានស្ទះតែប្រមាណដោយសារអេកូនឹងអេកូពេលហ្នឹងគឺមិនខានបើសិនជាគាត់ចុកចុងដង្ហើមដែរតែគាត់ចុកហើយមានរីកចុកអត់មានឈឺចាក់ទៅណាទេចុកណែនពេញពោះហើយមានរីកអញ្ចឹងជំងឺរបស់គាត់អាចលាកពោះវៀនតូចឬពោះវៀនធំឃើញទេគេបែងចែកខុសគ្នាទៅបន្តិចអញ្ចឹងគេធ្វើរោគវិស័យគេគិតទៅតាមហ្នឹងឥឡូវខាងលើអត់មានអីទេមិនមានប្រមាថផ្លាកកាហ្វេពោះវៀនធំចុកចំកដាពោះចឹងក្តារពោះអត់មានអីផ្សេងទេសិតអាណាតូមីរបស់យើងនេះពោះវៀនតូចមានតែពោះវៀនតូចមួយឯងចឹងក្តារពោះគាត់ចុកក្តារពោះចឹងមានន័យថាគាត់មានរោគសញ្ញារកក្អួតគាត់តឹងពោះរីកពោះគាត់រាកឬក៏ទល់លាមកចឹងគាត់អាចចុកដោយសារបញ្ហាលាកពោះវៀនតូចគាត់ចុកដោយសារស្ទះពោះវៀនដោយសារតែគាត់អត់ជុកអានេះថាស្ទះពោះវៀនហ្នឹងអញ្ចឹងគាត់ចុកដែរតែគាត់ចុកខាងក្រោមផ្សិតឧទាហរណ៍យើងមនុស្សប្រុសមកកណាចុកក្រោមផ្សិតមានអីខ្លះមានប្រហោនោមមានក្លោកនោមអញ្ចឹងយើងសួរគាត់ស្ទាបយកដៃស្ទាបយកដៃចុចដល់ពេលគាត់គាត់លាកក្លោកនោមយើងយកដៃចុចក្រោមផ្សិតហ្នឹងគាត់អូនចុកតែចុកយើងដឹងសួរទៀតតើតើនោមក្តៅនោមឈឺនោមញឹកអត់គាត់ឆ្លើយហើយបើសិនជាគាត់លាកក្លោកនោមគាត់ជានោមញឹកនោមឈឺនោមក្តៅហើយបាទអញ្ចឹងពេលយើងអេកូទៅបើលាកក្លោកនោមគឺវល់របស់ក្លោកនោមនោះជាជារបស់ក្លោកនោមនោះវាឡើងក្រាស់ដោយលាកប្រមាថដែរអញ្ចឹងអេកូទៅឃើញទោះបីតែយើងអត់ចេះមើលថាក្រាស់មិនស្ដើងមិនធម្មតាមិនតែក៏យើងអាចវិនិច្ឆ័យបានដែរដោយសារយើងរៀនពេទ្យយើងដឹងថាឈឺនៅតាណាមានបញ្ហាអីបាទអញ្ចឹងយើងត្រូវយកអាណាតូមីអរហ្គានរបស់សរីរាង្គរបស់យើងមើលនៅក្នុងរូបភាពយើងដឹងថាវាឈឺនៅប្លុកហ្នឹងវាអីខ្លះចុះបើមនុស្សស្រីឈឺគ្រប់សិតដែរអញ្ចឹងយើងសួរនោមក៏អត់មានធ្វើទុកអីទេអត់មាននោមក្តៅនោមឈឺទេតែសួរគាត់ពាក់ព័ន្ធរោគស្ត្រីគាត់មាន
គាត់មានធ្លាក់សគាត់មានលមាស់គាត់មានធំក្លិនគាត់ចាប់គាត់ឈឺអញ្ចឹងបញ្ហារបស់គាត់អាចមានបញ្ហាលាកបូនណាហើមលិចឬក៏មានគីឬក៏មានបញ្ហានៅដៃស្បូនរបស់គាត់មានគីដូចគេអញ្ចឹងទៅអាចគីចម្រងអស់ពីដៃស្បូនពីស្បូនអញ្ចឹងយើងមើលតាមហ្នឹងអញ្ចឹងការឈឺយើងត្រូវយល់ពីមនុស្សប្រុសនិងមនុស្សស្រីទៀតអញ្ចឹងមនុស្សប្រុសនៅលើស្ងាត់គឺមានតែផ្លោកដូងទេមនុស្សស្រីវាមានស្បូនទៀតអញ្ចឹងយើងសួរតាមដានរករោគសញ្ញាឥឡូវអស់នៅចំចំណុចហ្នឹងហើយមកខាងឆ្វេងខាងក្រោមខាងឆ្វេងខាងក្រោមទៅមុនក្នុងវាមានអីទេអញ្ចឹងបើសិនជាគាត់ឈឺគាត់អាចវាធំបាទវាធំអាចមានបញ្ហារលាកបំពង់បង្ហូរទឹកនោមដែរហើយពេលកាលណាទៅស្ទះគ្រូវាចុកនៅកន្លែងហ្នឹងដែរចុកនៅកណ្ដាលគេចាក់មកចង្កេះតែបញ្ហាហ្នឹងក៏ស្ទះគ្រូឬក៏គាត់អាចមានបញ្ហាលាកបំពង់បង្ហូរទឹកនោមយើងនិយាយមើលទៀតក៏មានដែរបាទវាធំអត់ទេនេះនេះនេះgiờ làនេះបាទនេះតម្រងនោះអញ្ចឹងនៅបន្លោះអានវិទ្យារបស់យើងcũngមានở trong phòng hàng cáiមានតម្រងនោះមានសងខាងដែរហើយវាមានអារំពងបង្ហូរនោះមកអញ្ចឹងបើសិនវាចុកនៅកន្លែងហ្នឹងអាចមានបញ្ហាស្ទះគ្រូនៅលើឬក៏មានស្ទះគ្រូនៅកន្លែងចូលផ្លោនោះមានអីព្រោះវាអាចធ្លាក់មកដល់ទៅហ្នឹងវាអត់មកអញ្ចឹងវាចោលទឹកនៅហ្នឹងអាចច្រោះយើងមកវាចូលអត់រួចវាចុកទៅហ្នឹងដែរអញ្ចឹងពេលដែលយើងមើលជំងឺក៏យើងទៅខ្លាចនឹងឡើងយ៉ាងណាឥឡូវយើងឈឺដេញមកលើខាងឆ្វេងគឺដេញមកលើខាងឆ្វេងវាមានតម្រងនោះខាងឆ្វេងវាមានរបៀបធំហើយនឹងដណ្ដើមអញ្ចឹងពាក់ព័ន្ធនឹងតម្រងនោះវាពាក់ព័ន្ធនឹងនោមញឹករោមឈឺនោមក្តៅពាក់ព័ន្ធនឹងវិញ្ញាណវាមានបត់ជើងរាកឬផ្ទៀនឬក៏ទល់ល្មូកអត់ជុះសោះហើយចិត្តតែរីកតាំងពោះរោគសញ្ញាវាគេខុសគ្នាទៅឡើយទេហើយដល់ពេលរោគសញ្ញាលាកលំពេលាកដៅរីកវាពាក់ព័ន្ធទៅនឹងខុសឈាមក្រហមអញ្ចឹងកាលណាតាលាកដៅវាធ្វើអាណាមីព្រោះគឺទីបងដៅវាផលិតខុសឈាមក្រហមអញ្ចឹងកាលណាដែលដៅវាធំឬក៏មានបញ្ហាទៅលើដៅវាត្រូវតែអាណាមីអញ្ចឹងពេលដែលអ្នកជំងឺចូលមកគាត់ចុកគាត់ឈឺគាត់ស្លេកគាត់ស្លាំងហើយខំទៅខុសគ្នាបែងចែកផលនៅពេទ្យគេកន្លែងផ្សេងគេដឹងដោយសារអីគេដឹងដោយសារ physio របស់ជំងឺរបស់យើងអញ្ចឹងមូលហេតុពីអីខ្លះយើងដឹងអញ្ចឹងឥឡូវអស់នៅក្នុងកន្លែងរឿងខាងផ្នែកពោះឥឡូវមកកន្លែងរឿងផ្នែកទ្រូងនៅក្នុងទ្រូងមានអីខ្លះកន្លែងរឿងមានសួតណាមានបេះដូងអញ្ចឹងនៅក្នុងទ្រូងមានសួតរបស់បេះដូងឆ្អឹងជំនីពេលដែលយើងឈឺឧទាហរណ៍តែមិនមែនទេមានសួតមានបេះដូងមានបំពង់ខ្យល់មានបំពង់អាហារឥឡូវឧទាហរណ៍អ្នកជំងឺប្រហែលទ្រូងប្រហែលទ្រូងយើងសួរទៅយើងដឹងថាគាត់ឈឺអីយើងអាចថាគាត់មានក្អកអត់គាត់ថាក្អកទេមានភើទេមានណែនកណាមានអញ្ចឹងអ្នកជំងឺអាចមានបញ្ហាគេហៅថារលាកបំពង់អាហារផ្នែកខាងលើឬគេហៅថារលាកបំពង់អាហារឬគេហៅថាមានជំងឺច្រាចិត្តអាស៊ីតអានោះវាមានអញ្ចឹងទៀតឥឡូវឧទាហរណ៍គាត់ចុកទ្រូងគាត់ថប់ដង្ហើមពេលដែលយើងមើលទៅគាត់ចុកខាងណាចុកខាងស្ដាំឧទាហរណ៍ខាងស្ដាំជាច្រើនបេះដូងនៅខាងឆ្វេងណាមក 98% នៅខាងឆ្វេង 1% នៅខាងស្ដាំ 1% នៅចំកណ្ដាលបេះដូងបាទទៅគេគិតថា100នាក់អាចមានអញ្ចឹងមួយចឹងអញ្ចឹងជាច្រើនគឺនៅខាងស្ដាំនៅខាងឆ្វេងបេះដូងអញ្ចឹងអ្នកជំងឺថាអូនចុកទ្រូងនៅខាងឆ្វេងសួរគាត់ចុកទ្រូងណាខាងឆ្វេងណែទ្រូងខាងឆ្វេងមានក្អកអត់គាត់ថាក្អកពេលចេញមកលើថាក្អកយើងចាប់អារម្មណ៍ភ្លាម
chẳng phải đâuគាត់ទៅខាងស្ដាំនៅខាងឆ្វេងគាត់ចាប់អត់ស្ដាំហើយគាត់មានក្អកចឹងវាស្អាតស្រួលយើងត្រូវគិតថាគាត់បាយគាត់លាកសួតឲ្យមានបញ្ហាលាកសួតឲ្យលាកទៅសួតព្រោះជំងឺសួតមានច្រើនវាមានលាកបំពុះអត់សរសៃឈាមក្នុងសួតចឹងច្រើនណាស់ការគិតរបស់យើងអញ្ចឹងមុននឹងយើងគិតថាគាត់ឈឺអីយើងត្រូវស្មើសម័យទៅលើសេរីរាង្គក្នុងសួតរបស់មនុស្សនៅប្លុកណាមានអីអានេះយើងប្រកាសពីមុនពេលឆ្លាតហើយឥឡូវពាក់ព័ន្ធទៅនឹងឥឡូវគាត់គាត់ចុះខាងឆ្វេងវិញខាងឆ្វេងសួតក៏មានដែរណាបាទបេះដូងក៏មានដែរដល់ចឹងគាត់ថាឥឡូវខ្ញុំចុះទ្រូមកខាងឆ្វេងសួរគាត់មួយទៀតពឹបគាត់ចុះយូរនៅចុះយូរហើយឬគាត់ថាខ្ញុំទៅចុះទេអ៊ំមានប្រតិឈាមអត់ឃើញទេសួរគាត់ថាខ្ញុំលើកឈាម4-5ឆ្នាំហើយតែការចុះទ្រូរបស់គាត់អាចឲ្យបញ្ហាលើកឈាមមួយទៀតគាត់ថាដែរចុះទ្រូដែរប្រតិលើកឈាមគាត់ថាអត់លើកទេហើយទៅចុះទ្រូហ្នឹងថប់ទៅហាថប់ថ្ងៃណាអញ្ចឹងពេលហ្នឹងយើងអាចបែងចែកវិនិច្ឆ័យថាគាត់មានជំងឺបេះដូងមកមូលហេតុនេះដោយសារយើងអត់បានធ្វើអេឡេក្រូក្រាមបោះបេះដូងយើងអាចបានបោះចង្វាក់បេះដូងថាគិសនីបោះបេះដូងគិសនីទៅបោះបេះដូងអាបោះចង្វាក់បេះដូងយើងអត់បានធ្វើទេអញ្ចឹងយើងអាចបែងចែកថាគាត់មានជំងឺបេះដូងឬគាត់គាត់តែចុកទ្រូងធម្មតាបាទអញ្ចឹងពេលហ្នឹងយើងគិតទៅលើអីសិនយើងអត់មានអាម៉ាស៊ីនវាស់ចង្វាក់បេះដូងយើងគិតទៅលើរូបភាពជាក់ស្ដែងមានในស្ថានភាពរបស់គាត់ជាក់ស្ដែងទីមួយបើសិនជាគាត់ចុកទ្រូងខ្លាំងគាត់ទៅថប់ដង្ហើមគាត់ប្រកបជាប្រវត្តិដកដង្ហើមបេះដូងញាប់ពុងញាប់យើងអាចសង្ស័យដែរទៅលើគាត់មានជំងឺបេះដូងកាលណាមានជំងឺបេះដូងធ្ងន់ធ្ងរទោះបីថាយើងប្រកែប៉ុណ្ណាក៏យើងអាចលើជំងឺបេះដូងបានដែរទោះបេះដូងអាចស្លាប់លឿនកាលណាដែលវាស្ទះវាគាំងស្លាប់លឿនតែពេលវាជំងឺបេះដូងយើងត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់អាហ្នឹងវាពិបាកបែងចែកណាសូម្បីតែលោកគ្រូរងថ្ងៃក៏រៀងពិបាកដែរបេះដូងមួយទៀតឥឡូវឈឺអស់ហើយនៅក្នុងគ្រូសងខាងមកខាងផ្នែកខាងលើឧទាហរណ៍គាត់ដៅកគាត់លេបទឹកមាត់អត់ទៅគាត់ញ៉ាំអីអត់បានគាត់មានក្អកយើងសង្ស័យយើងតែសង្ស័យតែគាត់អាចលេបពងកនៅទី1បាទទី2គាត់អាចមានបញ្ហារលាកពងកដោយសារខ្សាច់រលាកពងកដោយសារបាក់តេរីវាមានប៉ារ៉ាស៊ីតណាវាមានវីរុសចឹងគាត់អាចលេបពងកមួយទៀតគាត់លេបអត់ទៅគាត់ឈឺក្នុងមាត់មើលទៅគាត់មានតបៅមាត់អញ្ចឹងតបៅក្នុងមាត់ក៏ជាជំងឺតបៅក្នុងមាត់ដែរមិនមែនតែលេបពងកទាំងអស់ទេវាមានជំងឺតបៅក្នុងមាត់វាមានជំងឺរលាកបំពង់សម្លេងនៅក្នុងមាត់ហ្នឹងវាមានជំងឺនឹងទៀត